សម្ដេចតេជោហ៊ុនសែនបានលើកឡើងថាក្រោយការបង្ហោះសាររៀបរាប់អំពីទង្វើអសិលធម៌អគុណធម៌ដែលជាទង្វើអមនុស្សនិងអន់ជាងសត្វរបស់ជនជាតិថៃមួយចំនួនគិតត្រឹមម៉ោង7:45នាទីនាល្ងាចថ្ងៃទី6ខែតុលាឆ្នាំ2025ពលគឺមានរយៈពេល7ម៉ោងមានមនុស្សចូលមើលចំនួន4,715,531 នាក់ចូលមើលដែលក្នុងនោះមានជនជាតិថៃក្នុងប្រទេសថៃចំនួន26.8%ប្រហាក់ប្រហែលជាង1លាននាក់បានចូលមើលដោយមានក្នុងតារាងជួនភ្ជាប់លើពីនេះសម្ដេចតេជោបានលើកឡើងបន្ថែមថាសម្ដេចសង្ឃឹមថាជនជាតិថៃមួយចំនួនធំដែលបានចូលមើលនឹងគិតទៅដល់តម្លៃនៃជាតិសាសន៍របស់ខ្លួនដោយការទទួលខុសត្រូវព្រោះអ្វីដែលពួកគេបានធ្វើមិនស័ក្តិសមជាជាតិសាសន៍ដែលស៊ីវិល័យនិងអរិយធម៌ខ្ពង់ខ្ពស់គួរឲ្យគោរពនោះឡើយ។